ជាបាត់លុយវាងាយស្រួលរកមកវិញទេប៉ុន្តែបើសិនជាបងប្អូនធ្វើឲ្យបែកធ្លាយនៅទិន្នន័យទាំងអស់វានឹងពិបាកស្រាវជ្រាវនៅស្ថានភាពហ្នឹងឲ្យវាប្រសើរមកវិញណាម្ដងពេលដែលបងប្អូនចូលទៅកាន់ website អីមួយតែងតែបារម្ភថាគេអាច hack ចូលទូរស័ព្ទរបស់យើងឬក៏ hack ចូល computer របស់យើងឬក៏ពេលខ្លះអាចគេ hack យកព័ត៌មានវិសាកម្មរបស់យើងទៀតមែនអត់អញ្ចឹង website ដែលមានសុវត្ថិភាពទូទៅបងប្អូនត្រូវសម្គាល់ទៅលើកន្លែង address bar ដែលវាចាប់ផ្ដើមដោយអក្សរ https តបមកជា domain ឧទាហរណ៍ដូចជា https www.booking.com ឬក៏ website 淘宝ឬក៏ website Amazon បងប្អូនគាត់ចង់ដឹងថា https ហ្នឹងតើវាមានសារៈសំខាន់ដូចម្ដេច https ហ្នឹងគឺសំខាន់ដោយសារតែវាមាន SSL certificate ហើយ SSL certificate ហ្នឹងឯងដែលវាជួយ encrypt data របស់បងប្អូនគឺវាជួយលាក់បាំងនៅទិន្នន័យផ្ទាល់ខ្លួនរបស់យើងវាជួយការពារកុំឲ្យ hacker លួចយកទិន្នន័យរបស់យើងបានហើយគឺវាអាចធ្វើឲ្យ website ហ្នឹងកាន់តែមានភាពជឿជាក់ហើយបងប្អូនតែងតែអាចចំណាំមើលបានថា website ដែលមាន HTTPS ហើយនិង SSL certificate ហ្នឹងគឺតែងតែមកជាមួយ logo កូនសោនៅលើហ្នឹងអញ្ចឹងបន្ទាប់ពីបងប្អូនបានមើលនៅវីដេអូនេះហើយខ្ញុំសង្ឃឹមថាមុនពេលដែលបងប្អូនបញ្ចូលនៅទិន្នន័យអីមួយផ្ទាល់ខ្លួនឬក៏បងប្អូនត្រូវការទិញកង្វះនៅលើ online បញ្ចូលកាតធនាគារសូមបងប្អូនទៅមើលនៅ address bar ឲ្យច្បាស់លាស់ថាតើ website ទាំងនោះវាមានប្រើបានអក្សរ HTTPS ឬអត់